ខ្ញុំបាទជាមួយអៀកំស្រេងជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំសូមលើកយកព្រាយកណ្ដុរអារានរិទ្ធគឺជាពួកកម្ពុជារាជានិយមបល័យជាតិសាសន៍ចូលលើកតា4ឲ្យយួនហែកដីឲ្យចិនហែករ៉ែឲ្យខ្មែររងគ្រោះដោយសារក្រុមពួកបិសាចសៀនុនិងក្រុមពួករាជានិយមអស់នឹងដែលបណ្ដាលឲ្យវិនាសកម្មមហន្តរាយទឹកដីយើងបាត់បង់មកទល់នឹងសពថ្ងៃជួបនឹងភាពវិនាសមហន្តរាយដូច្នេះខ្ញុំនឹងលើកពីបញ្ហាវិបត្តិទៅលើព្រាយកណ្ដុរអារានរិទ្ធនឹងដែលរយៈកាលកន្លងមកវាបំផ្លិចបំផ្លាញជាតិឥឡូវវាចេញមុខមកបន្តសកម្មភាពមកបំផ្លាញជាតិបន្ថែមទៀតហើយដូច្នេះមុននឹងការលាតត្រដាងទៅលើចំណុចនឹងខ្ញុំចង់លើកពីរឿងពីបញ្ហាគេហៅថាការធ្វើជំនួញអ្នកដែលធ្វើជំនួញវាមានពីរប្រភេទបើសិនជាការធ្វើជំនួញការរស់ស៊ីគេរស់ស៊ីមានបានគេនៅតែបន្តរស់ទៀត